គ្រូកូនបានមួយខែចាក់ថ្នាំពជាកណ្ដាលកូនចូលដល់2ខែឃើញមកដោយរដូវតែដល់ទៅ10ថ្ងៃបានបាត់ទៅវិញតែខ្ញុំមករដូវតែ3ថ្ងៃទេស្មានតែឃើញរដូវមកតែអូនចូលដល់3ខែហើយអត់ឃើញមកទៀតទេកូនចាបងតាក់តងជាមួយនឹងវិធីពជាកណ្ដាលដែលការចាក់ថ្នាំពជាកណ្ដាលគឺមួយខែកន្លះទៅគឺបងអាចចាក់បានវាស្មើនឹងពេលដែលកូនត្រូវទៅចាក់វ៉ាក់សាំងមួយខែកន្លះអញ្ចឹងពេលយើងយកកូនទៅចាក់វ៉ាក់សាំងហ្នឹងគឺយើងអាចចាក់ថ្នាំពជាកណ្ដាលបានហើយជាទូទៅតាក់ទងជាមួយនឹងការចាក់ថ្នាំពជាកណ្ដាលហ្នឹងគឺវាមានផលរំខានបងត្រូវដឹងឲ្យច្បាស់ថាផលរំខានរបស់ថ្នាំចាក់ពជាកំណើតគឺវាមានផលរំខានច្រើនជាពិសេសនោះវាតាក់ទងជាមួយនឹងការធ្លាក់ឈាមហ្នឹងហើយអញ្ចឹងបងត្រូវដឹងថាការចាក់ថ្នាំពជាកណ្ដាលគឺការពារមិនឲ្យមានកូនហើយចាក់ម្ដងតែមិនបញ្ចូលទេការពាររហូតដល់3ខែអញ្ចឹង3ខែគឺបងអាចចាក់បានម្ដងហើយតាក់ទងជាមួយនឹងប្រសិទ្ធភាពនៃថ្នាំចាក់ពជាកណ្ដាលគឺអត់ខុសពីថ្នាំគ្រាប់ទេគឺការពារបាន 99% អត់ការពារបាន 100% ទេបើក្នុងករណីមានការសង្ស័យត្រង់ចំណុចណាមួយគឺអាចតាមដានការតេស្តទឹកនោមបានហើយតាក់ទងជាមួយនឹងប្រសិទ្ធភាពបងចង់ឲ្យមានប្រសិទ្ធភាពល្អគឺត្រូវចាក់ឲ្យទៀងទាត់រៀងរាល់3ខែម្ដងគឺត្រូវចាក់ឲ្យបានទៀងទាត់អត់ខុសពីការប្រើថ្នាំគ្រាប់ទេគឺត្រូវលេបឲ្យបានទៀងទាត់ក៏ដូចជាទៀងម៉ោងដូចគ្នាតាក់ទងជាមួយនឹងការចាក់ថ្នាំពជាកណ្ដាលជាទូទៅបញ្ចូលទី1គឺមានការធ្លាក់ឈាមខុសធម្មតាធ្លាក់ឈាមច្រើនដោយបងស្រីគឺគាត់ធ្លាក់ដល់10ថ្ងៃអញ្ចឹងអ្នកខ្លះក៏គាត់អាចធ្លាក់ច្រើនជាងហ្នឹងឬក៏អាចតិចជាងហ្នឹងអញ្ចឹងពេលដែលចូលដល់បញ្ចូលទី2គឺអាចនឹងតិចជាង10ថ្ងៃហ្នឹងឬក៏អាចតិចជាងហ្នឹងមានន័យថាការធ្លាក់ឈាមហ្នឹងគឺវារង្វើដល់ពេលចូលដល់បញ្ចូលទី3ទី4ទី5ទៅគឺវាអាចចាប់ផ្ដើមធ្លាក់មកតិចអ្នកខ្លះធ្លាក់ត្រឹមតែ1ថ្ងៃ2ថ្ងៃអ្នកខ្លះធ្លាក់ត្រឹម4 5ថ្ងៃវាអាចនឹងថយទៅតាមនឹងដូចគ្នាហើយបន្តមកទៀតចូលដល់បញ្ចូលទី5ទី6ទី7អីគឺអាចនឹងអត់ធ្លាក់រដូវសោះតែម្ដងក៏ថាបាននេះគឺជាផលរំខានរបស់ការចាក់ថ្នាំពជាកណ្ដាលហើយបងសួរថាបើយើងអត់មករដូវអញ្ចឹងតើមានផលប៉ះពាល់ឬក៏អត់មានផលប៉ះពាល់ទេបងវាគ្រាន់តែជាផលរំខានរបស់ថ្នាំចាក់ពជាកណ្ដាលព្រោះធម្មតានៅពេលដែលយើងចាក់ដំបូងគឺវាអត់ទាន់ស្គាល់នៅក្នុងសរីរាង្គក៏ដូចជាអរម៉ូននៅក្នុងខ្លួនរបស់យើងទេអញ្ចឹងវាត្រូវការសម្របសិនអញ្ចឹងជាទូទៅចាប់ពី3-4ខែឡើងទៅទើបមកសភាពធម្មតាវិញហើយបើចំពោះបងដែលគាត់បើកដោះកូនការចាក់ថ្នាំពជាកណ្ដាលនេះគឺអត់មានផលប៉ះពាល់ដល់កូនទេគឺអាចចាក់បានជារៀងរាល់3ខែម្ដងអញ្ចឹងបងបាច់បារម្ភតាក់ទងជាមួយនឹងផលប៉ះពាល់ដល់កូនទេហើយម្យ៉ាងទៀតតាក់ទងជាមួយនឹងការធ្លាក់ឈាមនោះក៏បងត្រូវតាមដានដែរថាការធ្លាក់ឈាមរបស់បងបើក្នុងករណីបញ្ចូលទី1ធ្លាក់ច្រើនបញ្ចូលទី2នៅតែធ្លាក់ច្រើនទៀតចូលដល់បញ្ចូលទី3ធ្លាក់ជោគសលេចច្រើនទៀតអញ្ចឹងមានន័យថាការប្រើប្រាស់ថ្នាំចាក់ពជាកណ្ដាលហ្នឹងគឺបងប្រើអត់ត្រូវទេអញ្ចឹងបងត្រូវការផ្លាស់ប្ដូរនៃការពជាកណ្ដាលដែលអត់អាចប្រើថ្នាំចាក់ទៀតបានទេតែបើចំពោះអ្នកដែលគាត់ប្រើថ្នាំចាក់ត្រូវមានន័យថានៅពេលដែលចាក់ទៅគឺអត់មានផលរំខានច្រើនទេហើយក៏អត់មានការធ្លាក់ឈាមបែបហ្នឹងដែរគឺធ្លាក់ច្រើនតមកចូលទី1មកចូលទី2ទី3ទី4ទៅវាចាប់ដើមរង្វើបន្តិចម្ដងឬក៏អត់ឃើញមករដូវសោះតែម្ដងក៏មានដែរហើយអត់មានផលប៉ះពាល់ដល់សុខភាពទេទាំងអស់ហ្នឹងគឺជាផលរំខានរបស់ថ្នាំចាក់បែបហ្នឹងអញ្ចឹងបើក្នុងករណីបងចង់ដឹងថាខ្លួនប្រើថ្នាំចាក់ពជាកណ្ដាលហ្នឹងត្រូវឬក៏មិនត្រូវគឺតាមដានការធ្លាក់ឈាមហ្នឹងហើយគឺមានការធ្លាក់ឈាមច្រើនតែលើកទី1ទេដល់ពេលចូលដល់លើកទី2លើកទី3ទៅគឺនឹងវារង្វើបន្តិចម្ដងឬក៏អត់ឃើញមករដូវសោះតែម្ដង